សួស្តីបងប្អូនអ្នកគ្នានៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញបងប្អូនយើងទាក់ទងជាមួយនឹងការដកលុយជាមួយនឹងហ្គេម4នៅក្នុងវីដេអូនេះណាសរុបខ្ញុំដកសរុបហ្មងអ្នកគ្នាតែទឹកលុយមិនមែនច្រើនទេបន្តិចបន្តួចទេ$1ជាង$1ជាងចឹងអ្នកគ្នាអញ្ចឹងបងប្អូនចាំមកមើលវីដេអូទាំងអស់គ្នាថាតើហ្គេមទាំង4មានហ្គេមអីខ្លះអញ្ចឹងឥឡូវខ្ញុំមកបង្ហាញសិនទីហ្គេមទី1គឺហ្គេម BRU Man នេះហ្គេមទី1អ្នកគ្នានេះអញ្ចឹងមាន4ហ្គេមហ្នឹងអ្នកគ្នាមើលតន់ណាបាទមាន4ហ្គេមមួយហ្នឹងហ្គេមទី1គឺហ្គេម BRU Man ទី2គឺហ្គេម Speedman ទី3គឺហ្គេម Notgo ហើយហ្គេមទី4គឺហ្គេម Cool Lade បាទអញ្ចឹងហ្គេមទាំង4ហ្នឹងគឺខ្ញុំអានត្រូវឬក៏អានខុសទេអ្នកនាងអធិស្ឋានផងណាចំពោះភាសាខ្ញុំអានហ្នឹងអ្នកនាងបើសិនជាខុសត្រូវអធិស្ឋានអូខេអញ្ចឹងកុំឲ្យខាតទេតើយើងមកទស្សនាទាំងអស់នេះតទៅមួយការដកហ្គេមទាំង4ហ្នឹងតើយើងដកហ្នឹងវាបានពិតមែនអត់ហើយដកចាប់ពីបានពីម៉ានហ្នឹងណាអញ្ចឹងបងប្អូនយើងអាចមកមើលនៅក្នុងវីដេអូនេះបានបាទអញ្ចឹងបងប្អូនមើលពីដើមកុំភ្លេចទៅមើលនៅចុងបន្ទាយវីដេអូផងព្រោះចុងបន្ទាយវីដេអូគឺខ្ញុំបង្ហាញពីប្រវត្តិនៃការដកនៅក្នុង PayPal ទាំងនៅក្នុងហ្គេមទាំងនៅក្នុង PayPal ដើម្បីខ្ញុំបញ្ជាក់អញ្ចឹងបងប្អូនថាហ្គេមទាំងអស់ហ្នឹងគឺហ្គេមដកបានពិតមែនមិនមែននាំបងប្អូនយើងមកទស្សនាចោលខាតពេលអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនយើងជឿឬមិនជឿខ្ញុំអត់ថាម៉េចទេប៉ុន្តែខ្ញុំបង្ហាញនេះខ្ញុំយកមកបង្ហាញពិតប្រាកដខ្ញុំអត់យកពេលវេលាបងប្អូនឬជាពេលវេលារបស់ខ្ញុំយកមកខាតទេបើសិនជាហ្គេមនេះលេងអត់បានក៏ខ្ញុំអត់យកមកបង្ហាញដែរបាទយកមកបង្ហាញទៅស្អីណែនាំបងប្អូនយើងធ្វើអីវាអញ្ចឹងណាខ្ញុំសុខចិត្តខ្ញុំទៅធ្វើអីផ្សេងឲ្យជាងបើសិនជាអស់ហ្នឹងវាអត់មានប្រយោជន៍អញ្ចឹងអ្នកបាទអញ្ចឹងទៅតាមទស្សនាបន្តទៀតគឺខ្ញុំបង្ហាញតទៅមួយការដកហ្នឹងអញ្ចឹងដំបូងបងប្អូនចូលមកក្នុងខ្ញុំបង្ហាញជាមួយនឹងហ្គេមទី1គឺហ្គេម Speedman អធិស្ឋានគឺហ្គេម BRU Man តើមើលដល់គ្នាបាទអញ្ចឹងហ្គេមទី1គឺហ្គេម BRU Man ខ្ញុំអានជាអញ្ចឹងណាគេហ្គេម BRU Man ហ្គេម BRU Man នេះគឺខ្ញុំធ្លាប់ធ្វើការបង្ហាញបងប្អូនយើងនៅប្រហែលថ្ងៃមុនមកវីដេអូដែរការដកលុយដូចគ្នាមកឡាជាងដូចគ្នាណាតែនោះគឺជា account ទី2អានេះគឺជា account ធំ account ទី1របស់ខ្ញុំបាទ account ធំអូខេឥឡូវធ្វើការមកដកតែម្ដងខ្ញុំអត់បង្ហាញច្រើនទេបាទឥឡូវធ្វើការចុចនៅលើ line balance នៃកាក់ហ្នឹងមកខ្ញុំមាន169k កាក់ដែលស្មើជាលុយគឺ$1.69 សេនអ្នកគ្នា$1.69សេនអញ្ចឹងខ្ញុំបង្ហាញប្រវត្តិនៃការដករបស់ខ្ញុំបន្តិចនេះអញ្ចឹងប្រវត្តិនៃការដករបស់ខ្ញុំរកបានតិចទៀតអ្នកគ្នាបានតែ$141ទេបាទ$141ទេអញ្ចឹង account អានេះគឺជា account ធំរបស់ខ្ញុំបាទ account ធំ account ទី1 account សិស្សច្បងអូខេអញ្ចឹងនៅថ្ងៃទី2ដើមខែ7ខ្ញុំដកចំនួនមកដកម្ដងដែរចំនួន$6.24សេនអ្នកគ្នាខ្ញុំដកម្ដងដែរអញ្ចឹងថ្ងៃទីចិត្តខែទៀតហើយថ្ងៃទី20ជាងហើយខ្ញុំដកម្ដងទៀតហ្នឹងបាទនៅក្នុង account ហ្នឹងដកចំនួនតែ$1ជាងទេអ្នកគ្នាបាទអញ្ចឹងហ្គេមនេះគឺយើងដកចាប់ពី$1ឡើងទៅអ្នកគ្នាដំបូងគឺបងប្អូនយើងដកបានកាក់សេណាបាទយើងអាចដកបានតិចតួចតែពេលបងប្អូនយើងដកម្ដងជា2ដងទៅវាឲ្យយើងដកចាប់ពី$1ឡើងទៅហើយអូខេឥឡូវធ្វើការ withdraw តែម្ដងបន្តមកទៀតបងប្អូនធ្វើការបញ្ចូល email បាទ Gmail PayPal ឬក៏ email PayPal ហ្នឹងហើយនឹងឈ្មោះរបស់យើងហ្នឹងឈ្មោះ PayPal របស់យើងហ្នឹងធ្វើការបញ្ចូលនៅកន្លែងទាំងពីរហ្នឹងទៅតែនេះគឺជាទម្រង់ដែលខ្ញុំបានធ្លាប់ធ្វើការដកហើយអញ្ចឹងវាចេញមកទម្រង់បែបនេះខ្ញុំគ្រាន់ធ្វើការចុចបញ្ជាក់ឬក៏ confirm យកមកបាទអញ្ចឹងមកដល់ទម្រង់នេះហើយមកដល់ទម្រង់នេះបងប្អូនឃើញទឹកលុយគឺ$1.69ចុចលើប៊ូតុង Happy To នេះមកបន្តមកបងប្អូនឃើញ0នេះអត់0នេះអស់ហើយអញ្ចឹងបងប្អូនក៏លើមើលខាងលើនេះគឺឃើញគេដាក់ថា withdraw វិញ US $1.69ចុចលើហ្នឹងមកនេះអញ្ចឹងបងប្អូនឃើញในការដករបស់ខ្ញុំគឺបានដកចេញទៅហើយនៅថ្ងៃទី27ខែ7 2026ចំនួនទឹកលុយគឺ$1.69សេនបាទអញ្ចឹងហ្គេមទី1គឺខ្ញុំបានដករួចរាល់ហើយអ្នកនាងហើយយើងចូលមកក្នុងហ្គេមទី2បាទហ្គេមទី2អញ្ចឹងហ្គេមទី2គឺហ្គេម Speedman អូខេចូលមកក្នុងហ្គេមនោះមកហ្គេម Speedman អូខេអ្នកនាងឥឡូវយើងចូលមកដល់ហ្គេមទី2ហើយគឺហ្គេម Speedman អ្នកនាងអូខេអញ្ចឹងហ្គេម Speedman នេះគឺខ្ញុំមានលុយមានកាក់ចំនួន 20k បាទជាក់ស្ដែងវាចូលមកមើលបានតែ$1.99នេះខ្វះ1សេនណាខ្វះ1សេនទៀតខ្វះចំនួនប្រហែលជាមួយកាក់ទៀតថាមួយកាក់ចុះអត់ដល់មួយកាក់ទេបាទខ្វះមួយកាក់ទៀតអញ្ចឹងបងប្អូនឃើញនេះគឺខ្ញុំខ្វះតែ1សេនទៀតគ្រប់$2ឥឡូវខ្ញុំចាំច្រើនណាខ្ញុំធ្វើការ withdraw តែម្ដងអ្នកនេះណា
ធ្វើការ withdraw តែម្ដងចុចលើពាក្យថា withdraw ហ្នឹងមកដល់តម្រងនេះបងប្អូនធ្វើការបញ្ចូលជាមួយ Gmail PayPal ឬក៏ឈ្មោះ PayPal របស់យើងហ្នឹងមកហើយ confirm ទៅអញ្ចឹងបងប្អូនធ្វើការចុចនៅលើពាក្យថា withdraw មកបើសិនចង់ធ្វើការដកណាអញ្ចឹងពេលថាធ្វើការចុចពាក្យថា withdraw ហើយបងប្អូនធ្វើការចុចនៅលើពាក្យថា happy to នេះមកអានេះគឺទឹកលុយនៅក្នុង game ហ្នឹងបងប្អូនចំណាំមើលផងបាទចំណាំមើលទាំងអស់គ្នាឥឡូវបងប្អូនយើងមើលខាងលើនេះឃើញទឹកលុយការដករបស់ខ្ញុំទៅហើយនេះអញ្ចឹងគឺខ្ញុំដកនៅក្នុងវីដេអូនេះខ្ញុំដកថ្ងៃទី27ដូចគ្នាចាថ្ងៃទី27ខែ7ដូចគ្នាទឹកលុយគឺ$1.99 សេនបាទហើយគឺខ្ញុំបានដកចេញទៅហើយណាអញ្ចឹងវាអត់ទាន់ជោគជ័យទេបើសិនជាវាជោគជ័យវាចេញថាវាដាក់ថា successful withdraw ដូចគ្នាចាឃើញអញ្ចឹងណាតែនេះវាចេញពីថា withdraw វិញពណ៌បៃតងអញ្ចឹងអូខេឥឡូវយើងចេញពីក្នុង game ទី2យើងទៅបង្ហាញនៅក្នុង game ទី3អញ្ចឹងបងប្អូនចាំពិនិត្យមើលចាំសង្កល់មើលទឹកលុយបងណាអូខេបងប្អូនអរគ្នាអញ្ចឹងឥឡូវគឺខ្ញុំបានដកជាមួយនឹង game ទី1ទី2ហើយអស់ហើយ Be Argument Speedman អញ្ចឹងឥឡូវខ្ញុំចូលមកក្នុង game ទី3គឺ game Not Go អញ្ចឹងបងប្អូនចូលមកចូលមកក្នុង game Not Go នេះមកបាទនេះគឺជា game ទី3របស់ខ្ញុំដែលខ្ញុំយកមកបង្ហាញបងប្អូនយើងឥឡូវហ្នឹងបាទអញ្ចឹង game Not Go នេះគឺខ្ញុំអត់សូវបានបង្ហាញទេ game អស់ហ្នឹងណាអត់សូវបានបង្ហាញទេឥឡូវនេះគឺខ្ញុំចូលមកដកតែម្ដងអ្នកគ្នាអញ្ចឹងបងប្អូនមើលតានេះអាកន្លែង balance នៃកាក់នេះគឺខ្ញុំមានចំនួន71k អញ្ចឹងបើវាបាំងកាក់អស់នេះ171k នេះ 171k អញ្ចឹងវាស្មើជាលុយគឺ$1.3 សេនអ្នកនេះអញ្ចឹង$1.3 សេនខ្ញុំដកបង្ហាញតែម្ដងឈើទុកណាបាទអញ្ចឹងខ្ញុំបង្ហាញប្រវត្តិនៃការដកបន្តិចទៅទៅមួយ game មួយហ្នឹងប្រវត្តិនៃការដករបស់ខ្ញុំគឺវាមិនច្រើនទេដំបូងដក10សេនទី2ដក13សេនទី3គឺដក$2 មួយសេនហើយទី4គឺដក$10ហើយទី5គឺខ្ញុំដក33សេនបាទឥឡូវខ្ញុំមកធ្វើការដកចំនួន$1.3 សេនទៀតឥឡូវបងប្អូនធ្វើការចុចពីថា withdraw all នេះមកបាទអូខេអញ្ចឹងនៅក្នុង game មួយនេះអ្នកគ្នាបាទខ្ញុំចង់និយាយទៅទៅមួយ game ទី3នេះអញ្ចឹង game ទី3 game Not Go នេះគឺបងប្អូនយើងដកម្ដងគឺវាបាត់ម្ដងអ្នកគ្នាបាទចង់ថាពេលបងប្អូនយើងបញ្ចូលជាមួយនឹង Gmail PayPal ក៏ឈ្មោះ PayPal របស់យើងម្ដងយើងដកម្ដងហ្នឹងណាពេលបងប្អូនយើងដកលើក្រោយគឺវាឲ្យយើងបំពេញម្ដងទៀតអ្នកគ្នាគឺវាអត់ជាប់ទេវាអត់កំណត់ឲ្យជាប់នៅក្នុងហ្នឹងទេបងប្អូនយើងអាចអញ្ចឹងវាងាយស្រួលចឹងណាបាទងាយស្រួលបងប្អូនយើងបើសិនជា PayPal បងប្អូនយើងអាចចាស់ដែលយើងធ្លាប់ធ្វើការដកហ្នឹងវាខូចឬក៏វាមិនយើងអាចបញ្ចូល PayPal ថ្មី email PayPal ថ្មីអញ្ចឹងណាយើងអាចបញ្ចូលថ្មីយើងអាចធ្វើការដកថ្មីបានអ្នកណាអូខេអញ្ចឹងតោះយើងមកយើងធ្វើការបញ្ចូល Gmail PayPal សិននិងឈ្មោះ PayPal របស់ខ្ញុំសិនបាទអូខេអ្នកនាងឥឡូវគឺខ្ញុំបានធ្វើការបញ្ចូលជាមួយនឹង Gmail PayPal និងឈ្មោះ PayPal របស់ខ្ញុំរួចរាល់ហើយឥឡូវបងប្អូនធ្វើការចុចលើប៊ូតុងនេះមកបាទបន្ទាប់មកវាឲ្យយើងសួរយើងណាយើង confirm មកអ្នកនាងអញ្ចឹងបងប្អូនយកចុចលើ confirm បើសិនបងប្អូនចង់ធ្វើការដកអ្នកនាងតែបើសិនជាអត់ទេចុចលើប៊ូតុងខាងក្រោមនេះតែខ្ញុំយក confirm អូខេបន្ទាប់មកវាចេញបែបនេះវាដាក់ថា confirm ម្ដងទៀតអញ្ចឹងវាបញ្ជាក់យើងណាមួយថ្ងៃទៅ3ថ្ងៃការដកហ្នឹងបន្តជាក់ស្ដែងបងប្អូនចាំមើលជាក់ស្ដែងទៅចាំខ្ញុំបង្ហាញបងប្អូនយើងតាមក្រោយអូខេយើងបន្តមកទៀតបងប្អូនយើងវាត្រឡប់មកបែបនេះចុចមកក្នុងប្រវត្តិនៃការដករបស់យើងសារដើមមកម្ដងទៀតមកនេះអញ្ចឹងការដករបស់ខ្ញុំនៅសល់តែ1សេនទេនៅសល់តែ1សេនគឺຕົកនៅក្នុងហ្នឹងណាចុចបងប្អូនចុចនៅខាងនេះមកខាងលើនេះមកបើយើងមើលប្រវត្តិនៃការដករបស់យើងនេះអញ្ចឹងការដករបស់ខ្ញុំគឺបាន pending អ្នកនាងគឺបាន pending ហើយវាអត់ជោគជ័យទេឲ្យយើងរងចាំបាទសិនណាអ្នកនាងបាទចាំមើលខ្ញុំបង្ហាញនៅចុងបន្ទាយវីដេអូគឺខ្ញុំបង្ហាញសរុបតែហ្មងបាទទាំង4 game ហ្នឹងអូខេអញ្ចឹង game ទី4នេះ game ទី3គឺខ្ញុំបានដករួចរាល់ហើយឥឡូវខ្ញុំចូលមកក្នុង game ទី4 game ទី4គឺ game cool នេះបាទ game cool day នេះចូលមកបាទអញ្ចឹងបងប្អូនយើងដែលបានលេង game ហ្នឹងអាចមកមើលវីដេអូនេះបានgame នេះដូចជាខ្ញុំដកបានតែប្រហែលដងទេទឹកលុយតែបន្តិចទេអ្នកនេះអត់សូវបានលេងអញ្ចឹងព្រោះ game ច្រើនពេកចូល game ច្រើនពេកដល់លេងមួយណាទុកមួយណីអញ្ចឹងខ្ញុំលេងតែអាមួយណាដែរនេះទេអូខេអ្នកនេះឥឡូវយើងចូលមកដល់ game នេះហើយបាទអញ្ចឹងបងប្អូនធ្វើការចុចលើបាននេះកន្លែងកាក់នេះមកបាទអញ្ចឹង4 game ទាំងអស់គឺខ្ញុំដកចេញពីកន្លែងកាក់ទាំងអស់នេះអូខេនេះអញ្ចឹងខ្ញុំមានចំនួន135អូខេកាក់ដុល្លារហ្នឹងអញ្ចឹងបងប្អូនយើងមាននេះស្មើជាលុយគឺ100ជាស្អី$1.35 សេនអ្នកនេះអញ្ចឹងយើងធ្វើការចុចពីថា withdraw all តែម្ដងបន្ទាប់មកដោយសារខ្ញុំធ្លាប់ធ្វើការបញ្ចូល PayPal ឡើងចូលពីមុនហើយធ្លាប់ធ្វើការដកអញ្ចឹងខ្ញុំគាត់ធ្វើការចុច confirm យកមកបាទបានហើយមកដល់តម្រងនេះគឺបងប្អូនធ្វើការឃើញទឹកលុយ$1.35 ចុចលើប៊ូតុង happy to នេះមក
តោះមកឃើញលុយរបស់ខ្ញុំគឺបានកាត់ចេញដល់សល់$0ទេចុះបងកលេចមើល color នេះចុចមើល color នេះមកបងឃើញប្រវត្តិនៃការដករបស់ខ្ញុំហ្នឹងនេះ$1.35សេននេះគឺបានដកចេញដែរហើយ game មួយនេះគឺទើបតែរកបានចំនួន$2.38សេនទេបាទបើសិនខ្ញុំដកលើកនេះម្ដងទៀតគឺបានប្រហែលជា$4ឡើងទៅដល់$4គឺជាលើក total ណាដកលើកទី3អ្នកគ្នាបាទ game មួយនេះអូខេអញ្ចឹងខ្ញុំដករួចរាល់ហើយបងចាំមើលនៅក្នុងកន្ទុយវីដេអូគឺខ្ញុំបង្ហាញប្រវត្តិនៃការដកនៅក្នុង game ហើយបញ្ជាក់នៅក្នុង PayPal ទៀតចង់បងចាំមើលដល់គ្នាណាបាទចឹងវីដេអូនេះខ្ញុំសូមធ្វើការបញ្ចប់ឬក៏ stop ទៅប៉ុណ្ណឹងសិនអរគុណអូខេបងប្អូនអ្នកគ្នាឥឡូវគឺខ្ញុំចូលមកដល់នៃហ្គេមភាសាថ្មីខ្ញុំបង្ហាញពីប្រវត្តិនៃការដកនៅក្នុងហ្គេមទាំង4ហ្នឹងប៉ុន្តែខ្ញុំបានចូលមកក្នុងហ្គេមទី3នេះហ្គេម Not Go នេះគឺអត់ទាន់បានលុយទេបាទអញ្ចឹងខ្ញុំបង្ហាញតែ3ហ្គេមហ្នឹងសិនណាខ្ញុំបង្ហាញប្រវត្តិនៃការដកតែ3ហ្គេមហ្នឹងទេចាំមើលខ្ញុំទៅបង្ហាញតាក់ទងនឹងការលេងនៅក្នុងហ្គេម Not Go ហ្នឹងគឺខ្ញុំបង្ហាញប្រវត្តិនៃការដកបង្ហាញបងប្អូនយើងហ្មងនៅក្នុងវីដេអូក្រោយអញ្ចឹងណាតែវីដេអូនេះគឺឥឡូវគឺខ្ញុំទៅបង្ហាញប្រវត្តិនៃការដកសិនបាទចូលមកក្នុងហ្គេមទី1មកហ្គេម Be Are You Man ទៅបង្ហាញប្រវត្តិនៃការដកដែលខ្ញុំដកចំនួនប៉ុន្មាន$ហ្នឹងណា$1ជាងអ្នកគ្នាអូខេបងប្អូនអរគ្នាឥឡូវបងប្អូនចូលមកដល់ទម្រង់ហ្នឹងបងប្អូនយើងចុចនៅលើនេះមកអាចចូលមកឆែកមើលណាបងប្អូនចុចលើកាបូបលុយនេះរូបកាបូបលុយហ្នឹងបងប្អូនឃើញប្រវត្តិនៃការដករបស់ខ្ញុំហើយនៅដើមវីដេអូគឺខ្ញុំដកចំនួន$1.69សេនណានេះថ្ងៃទី27នេះគឺខ្ញុំបង្ហាញពិតប្រាកដនៅក្នុងហ្នឹងគេហ่ะ$1.69សេនគឺបានជោគជ័យហើយបាទហ្នឹងគឺហ្គេមទី1ហើយចំណែកហ្គេមទី2គឺបងប្អូនចូលមកក្នុងហ្គេម Speedman នេះហ្គេមទី2ចូលមកឥឡូវយើងកំពុងចូលមកក្នុងហ្គេម Speedman ខ្ញុំធ្វើការ stop បន្តិចអូខេបងប្អូនឥឡូវចូលមកអង្គហ្គេមទី2គឺហ្គេម Speedman ចាំបងប្អូនចុចលើកន្លែងកាក់ដូចគ្នាមកកន្លែងកាក់ហ្នឹងហើយបងប្អូនចុចលើរូបកាបូបលុយនេះបាទអញ្ចឹងបងប្អូនឃើញនេះគឺទឹកលុយគឺខ្ញុំបានបង្ហាញហើយនៅដើមវីដេអូខ្ញុំដកហ្នឹង$1.99សេនឥឡូវគឺទទួលបានជោគជ័យហើយនេះថ្ងៃទី27ដូចគ្នានេះគឺខ្ញុំបង្ហាញប្រកបនេះអូសទៅអូសមកហ្នឹងបាទមិនមែនកាត់តទេគឺខ្ញុំបង្ហាញប្រកប$1.99សេនអ្នកនេះអញ្ចឹងហ្គេមទី1ទី2គឺខ្ញុំបានបង្ហាញរួចរាល់ឥឡូវយើងចូលមកក្នុងហ្គេមហ្គេមទី3បាទទៅបង្ហាញបងប្អូនយើងដោយសារតែហ្គេមមួយហ្នឹងគឺអត់ទាន់ដកលុយបានទេអ្នកនេះហ្គេម Not Go ហ្នឹងគឺដកវាអត់ទាន់បង្ហាញពីវត្តនៃការដកទេដោយសារហ្គេមមួយហ្នឹងយូរជាងខ្ញុំភ្លេចប្រាប់ខ្ញុំភ្លេចអ្នកនេះភ្លេចយកមកប្រាប់បងប្អូនយើងណាអញ្ចឹងដើម្បីបងប្អូនយើងអស់ចិត្តចុចលើហ្នឹងមកបាទចុចលើកន្លែងកាក់បន្លែហ្នឹងមកបាទនេះអញ្ចឹងវាកំពុងតែ pending ឡើយអ្នកនេះកំពុងតែ pending ឡើយទេវាអត់ទាន់ជោគជ័យទេអញ្ចឹងហ្គេម Not Go នេះវារៀងយូរជាងគេជាថ្ងៃអញ្ចឹងអ្នកនេះបាទវារៀងយូរឥឡូវខ្ញុំចេញពីក្នុងហ្គេមទី3ខ្ញុំចូលក្នុងហ្គេមទី4បាទហ្គេមទី4នេះបាទអញ្ចឹងហ្គេមទី4គឺហ្គេម Cool Day អញ្ចឹងហ្នឹងហើយគឺ Cool Day ដល់បងចាំផ្លែទៅអូខេអ្នកគ្នាអញ្ចឹងចូលមកដល់នៃហ្គេមមួយហ្នឹងបងប្អូនចុចលើនេះមកបើលែនៃកាក់របស់វាហ្នឹងហើយបងប្អូនហ្គេមមួយនេះគឺខ្ញុំរកបាន5សេនថែមទៀតហើយដោយសារខ្ញុំលេងមកទទួលហ្នឹងហើយបងប្អូនចុចលើកាបូបលុយនេះមកនេះអញ្ចឹងលុយគឺកើនឡើង total withdrawal បាន$4.13សេនបាទនេះអញ្ចឹងប្រវត្តិការដកថ្ងៃទី27ដូចគ្នានេះទឹកលុយគឺ$1.35សេនបាទអញ្ចឹងហ្គេមទី1ទី2និងទី4គឺទទួលបានជោគជ័យហើយនៅតាមហ្គេមទី3ឯនោះនេះដែលមិនទាន់ជោគជ័យតែវាអត់ទាន់ complete វាអត់ទាន់ success full វាអត់ទាន់ជោគជ័យនោះនេះណាអញ្ចឹងបងប្អូនទៅមើលនៅក្នុង PayPal តោះអានេះគឺជាខ្ញុំបង្ហាញនៅក្នុងហ្គេមណាបង្ហាញបញ្ជាក់នៅក្នុងហ្គេមសិនជាមុនសិនឥឡូវយើងទៅមើលនៅក្នុង PayPal តើនៅក្នុង PayPal គឺបានទទួលទឹកលុយកម្មវិធីហ្គេមទាំង3ទាំង4ហ្នឹងពិតមែនអត់តើមើលដល់គ្នាអូខេបងប្អូនអរគ្នាឥឡូវចូលមកដល់ PayPal របស់ខ្ញុំណានេះគឺជា browser PayPal របស់ខ្ញុំឥឡូវនេះគឺខ្ញុំបង្ហាញទៅ3ហ្គេមសិនដោយសារតែហ្គេមទី1ទី2និងទី4គឺបានជោគជ័យហើយនេះអញ្ចឹងហ្គេមទី1គឺទឹកលុយគឺខ្ញុំដកចំនួនប៉ុណ្ណេះ$1.69ណាជាមួយនឹងហ្គេម Be Are You Man បាទហ្នឹងហើយថា Be Are You Man ហើយហ្គេមទី2គឺហ្គេម Speedman គឺ$1.99នេះបាទអញ្ចឹងហ្គេមទី4គឺហ្គេមCool Day ហ្នឹងគឺទឹកលុយគឺ$1.35សេននោះនេះនៅតែហ្គេម Not Go $1.3សេនដែលវាអត់ទាន់ជោគជ័យទេឥឡូវណាអញ្ចឹងបងប្អូនមើល3ហ្នឹងសិនដែរនេះ3ហ្នឹងអាចពិនិត្យមើលបានទាំង3ហ្នឹងគឺជាប្រវត្តិនៃការដកនៅក្នុងវីដេអូហ្នឹងបាទទាំង3ហ្នឹងបាទប្រវត្តិនៃការដកនៅក្នុងវីដេអូហ្នឹងហើយមើលបងប្អូនមើលអាចមើលថ្ងៃបាទថ្ងៃខែនេះថ្ងៃខែអាចមើលបានពិនិត្យមើលបានហ
ហើយឈ្មោះហ្គេមគឺវាបង្ហាញត្រង់នេះឈ្មោះហ្គេមណានេះវាបង្ហាញត្រង់ហ្នឹងតែខ្ញុំអត់បានបង្ហាញបងប្អូនយើងទេដោយសារតែខ្ញុំខ្ជិលដាក់ជាទម្រង់កុំព្យូទ័រណាខ្ជិលពេលចូលរួមបងប្អូនអូខេចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនចំពោះការតាមដានទស្សនាបងប្អូនពីដើមដល់ចប់បាទអញ្ចឹងវីដេអូនេះគឺយើងវែងបងប្អូនយើងអាចមើលពីដើមដល់ចប់ដើម្បីយើងដឹងដល់គ្នាអរគុណច្រើនបាយបាយ